បងប្អូនមានស្គាល់ផ្លែនេះផ្លែអីអត់ចាំស្គាល់អត់ផ្លែនេះគេអាចយកទៅញ៉ាំបានជាមួយប្រហុកឆៅជាមួយប្រហុកចិញ្ច្រាំជាមួយប្រហុកលីងជាមួយកាពិជាមួយអីក៏បានដែរជាមួយអំបិលម្ទេសបុកក៏បានដូចគ្នាញ៉ាំបានហើយសម្រាប់ផ្លែហ្នឹងគេហៅថាផ្លែញោណាផ្លែញោហ្នឹងមានអីគេវាមានគ្រាប់ច្រើនជាងសាច់ហើយសាច់វាបើពេលខ្ចីវារឹងល្វីងតិចតិចតែដល់ពេលយើងជ្រលក់ជាមួយផុសជាមួយអំបិលទៅវាមានជាតិឆ្ងាញ់វាហាងតិចតិចហឹលតិចតិចមានអីឆ្ងាញ់តើពេលយើងញ៉ាំជ្រលក់ជាមួយអីមានផ្លែប្លុកអីផ្សេងទៀតណាឆ្ងាញ់ណាស្ដាប់មើលមិនចង់ដឹងបើអត់ធ្លាប់ស្គាល់ផ្លែញោទេលឹកវាគេយកទៅធ្វើអាម៉ុកដែរ